រឿង Hansel និង Gretel មានពេលមួយនៅក្នុងខ្ទមតូចមួយក្បែរព្រៃរស់នៅជាជាងកាត់ឈើក្រីក្រនិងកូនពីរនាក់របស់គាត់គឺ Hansel និង Gretel ម្ដាយចុងរបស់ពួកគេមានចិត្តអាក្រក់ណាស់ហើយបារម្ភថាមិនមានអាហារគ្រប់គ្រាន់សម្រាប់អ្នករាល់គ្នានៅយប់មួយនាងបានប្រាប់ជាងកាត់ឈើថាបើនាំក្មេងចូលព្រៃហើយទុកវានៅទីនោះក៏អ្នកកាប់ឈើមិនចង់ទេប៉ុន្តែគាត់ខ្លាចពេកមិនហ៊ាននិយាយHansel បានឬហើយបានមកជាមួយនឹងផែនការមួយនៅព្រឹកបន្ទាប់ពេលដើរចូលព្រៃគាត់ទម្លាក់គ្រោះតូចនៅតាមផ្លូវបន្ទាប់ពីឪពុកម្ដាយរបស់ពួកគេបានចាកចេញពីពួកគេ Hansel និង Gretel បានដើរតាមថ្មភ្លឺចាំងទាំងអស់ត្រឡប់ទៅផ្ទះវិញម្ដាយចុងខឹងនៅថ្ងៃបន្ទាប់នាងបាននាំពួកគេចូលទៅក្នុងព្រៃលើកនេះ Hansel អាចទម្លាក់តែនំប៉័ងប៉ុន្តែសត្វស្លាបបានមកស៊ីកំទេចកំទីឥឡូវនេះពួកគេបានបាត់បង់នៅពេលពួកគេដើរលេង Hansel និង Gretel បានឃើញផ្ទះចម្លែកមួយវាត្រូវបានធ្វើពីស្ករគ្រាប់ខូឃីនិងនំខេកពួកគេស្រេកឃ្លានខ្លាំងណាស់ពួកគេចាប់ផ្ដើមញ័ររំពេចនោះទ្វារក៏បើកចេញមកក្រៅមានស្ត្រីចំណាស់ម្នាក់ដែលមានចិត្តសប្បុរសចូលមកកូនតូចនាងញឹមប៉ុន្តែតាមពិតស្ត្រីចំណាស់នោះជាមេធ្មប់អាក្រក់ដែលចូលចិត្តស៊ីកូននាងបានចាក់សោ Hansel នៅក្នុងទ្រុងមួយហើយធ្វើឲ្យ Gretel ធ្វើម្ហូបឲ្យគាត់ Clever Gretel បានបង្កើតផែនការមួយថ្ងៃមួយនៅពេលដែលមេធ្មប់បានផ្អៀងលើចង្ក្រានដើម្បីពិនិត្យមើលថាតើវាក្តៅល្មម Gretel បានរុញច្រាននាងយ៉ាងខ្លាំងហើយមេធ្មប់ក៏ធ្លាក់ចូល Gretel បានដោះលែង Hansel ហើយពួកគេបានរកឃើញកំណប់របស់មេធ្មប់ជាមួយនឹងហោប៉ៅដែលពោរពេញដោយមាសពួកគេបានដើរតាមបក្សីដែលនាំពួកគេទៅផ្ទះឪពុករបស់គេសប្បាយចិត្តណាស់ដែលបានឃើញពួកគេហើយម្ដាយចុងក៏បាត់ទៅចាប់ពីថ្ងៃនោះមកពួកគេបានរស់នៅយ៉ាងសប្បាយរីករាយជានិច្ចដោយមានអាហារបរិភោគច្រើនហើយលែងមានមេធ្មប់គួរឲ្យខ្លាចទៀតហើយ